nè cả bị môn á đâm đâm phay mẹ đây cho vi lần rồi chứ ta lấy anh hệ đâm đua lại bong bồn này thằng cút cha miền ca thằng cút chỉ cái lăng tơ nâng về vam đào coi bong bồn tạt ai nhầm lăng bàn ở đây xa khăn lăng đâm chơi du chân vi riêng của bạn tịch ôi bạt ta nâng đây xa ấy cứ nhom còn phong tại lăng bé play đùa bởi cái nhom mặt lăng tại miền nẹ la ngay bong bồn ơi cha đua đâm cái nhom đâm nơi chừng ca cái nhom nâng play bàn buồn đập chừng cầu đài có bên tay việt toán tùng ta pe nhom khơi tôm nâng cứ khơi phải chợ bay buồn chừng cầu má cha chú em đâm đi về ở tay mày bên tay miền ấy bong bồn nhằm bàn rồi chị chú em ngành bong bồn mới chỉ nuốt và hai chị ở đây squad play làm đua tê để xa chị bật pet play đã cầm rò đấy hay có một bạn tục đạn vì một bạn nhớ bong bồn cha anh ấy dương chia tu tới dương thọpแต่เคยការរំដួលចាដែលជាការតំណាងជាតិរបស់ខ្មែរយើងណាក៏ប៉ុន្តែនៅពេលដែលមានផ្លែគឺកម្រមែនទែនហើយដើមនេះគឺទុកយូរឆ្នាំហើយក៏ប៉ុន្តែវាផ្លែតមកចង្កោមពីចង្កោមវាអត់ផ្លែច្រើនណាអត់គេហៅអត់ផ្លែបាក់មេឃបាក់ធៀងណាចាមិនដឹងជាវាស្មោកដោយសារដើមស្វាយចន្ទីឬយ៉ាងណានេះផ្លែវាបងប្អូនចាផ្លែវាជាចង្កោមហើយជាលក្ខណៈវាស្តៀងនឹងផ្លែព្រីងអីដែរចឹងប៉ុន្តែរសជាតិឆ្ងាញ់ជាងព្រីងណាបងប្អូនចានេះឃើញអត់អានេះវាទុំអត់សូវខ្មៅហ្មងទេប៉ុន្តែបើទុកយូរបន្តិចទៀតគឺកូនជីបញ៉ាំអស់ហើយចាញ៉ាំមុនម្ចាស់ចាជាប្រភេទផ្លែឈើព្រៃបងប្អូនចាអានេះដូចជាបើសិនជានៅតាមព្រៃបានវាមានផ្លែបើសិននៅតាមស្រុកភូមិក៏ដូចជាអត់ផ្លែដែរបងប្អូនអើយផ្លែតតែដើមចាស់ដើមធំដើមចាស់យូរឆ្នាំមិនផ្លែអញ្ចឹងណាបងប្អូនចាហើយវីដេអូនេះគឺខ្ញុំសូមចាប់តែត្រឹមនេះហើយនេះបេះបានប្រហែលចង្កោមនឹងឯងបងប្អូនអើយចាឥឡូវចុះមកវិញហើយនេះគឺជារូបភាពដែលខ្ញុំបេះបានចាញ៉ាំអស់បដើហើយចាមួយចង្កោមវាមានប្រហែលជា4-10គ្រាប់អីដែរចាឃើញទេបងប្អូនតោងវាឃើញតោងអត់ចាហើយប្រភេទផ្លែនេះដែរគឺពិបាករកណាបងប្អូនចាមានតែម្ដៅយើងធ្លាប់តែឃើញផ្ការំដួលណាអ្នកខ្លះខ្ញុំប្រាប់តែផ្លែរំដួលអត់ជឿទេអត់ស្គាល់ព្រោះរំដួលហ្នឹងអាចថាវាផ្លែកម្រដែរផ្លែព្រៃវាសម្បូរតែផ្កាប៉ុន្តែអត់សូវមានផ្លែចានេះឃើញទេរសជាតិវាជូអែមអានេះវាប្រភេទតាមដើមខ្លះផ្អែមឆ្ងាញ់ហើយសាច់ក្រាស់តែដើមខ្លះជូអែមហើយពេលខ្លះសាច់ស្ដើងអញ្ចឹងណាតែដើមនេះជូអែមឈ្ងុយហើយឆ្ងាញ់ទៀតនិយាយរួមផ្លែឈើព្រៃគឺឆ្ងាញ់វាលក្ខណៈផ្លែចង្កោមចេះស្តៀងផ្លែព្រីងដែរបងប្អូនចា